Bà số đây bằng vô nọ khía bằng phố ôn để pra tu sạp rồi ngay mình đang thà khung tu sạp bằng phố ôn nó miền ở một người sừng cừu mình toàn đây và đăng tế bằng phố ôn tu sanh ở video ní bằng phố ôn nâng school nâng che pra ở một người sừng cừu mình toàn mình ní hai một người sừng cừu mình toàn ní cứ vì ai chui sừng cừu chỉ vật bằng phố ôn ban đầu tại cao sắp bằng 4 phía rồi đời xa tha một người mùi ní vừa miền phang sân bay thông miền đây tha vừa miền college five watt nâng miền nhà ti tăng để five watt ti bay nó cứ sầm ép bong phôn đài miền chủng ngữ phải trăm cài miền đây tha bong phôn trâu pra nam chiều phải trăm hay trâu ca nam mình toán trâu ca chia mình toán chiêm tập hết ấy group ấy cứ bong phôn ai cầm nót không một người thì bay nâng bàn đà vì ai chui dương bàn phim và chẳng nhôm nâng bằng hai bong phôn tha dạng mách ban chỉ cam vị thiឬក៏ថាមុខងារសង្គ្រោះបន្ទាន់នេះអាចជួយអាយុជីវិតបងប្អូនបានដល់តែ 99% ដោយសារថាវាមានមុខងារធំ3នឹងឯងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកំណត់ការប្រើប្រាស់ទាំងអស់គ្នាដោយសារថាមនុស្សយើងវាអត់អាចដឹងថាយើងជួបនៅបញ្ហានៅពេលណាមានឧបទ្ទវហេតុនៅពេលណាទេអញ្ចឹងបើយើងបានកំណត់រួចជាស្រេចវាល្អជាងដែលយើងមិនបានកំណត់បាទអញ្ចឹងជាដំបូងគឺបងប្អូនចូលមកកាន់ setting បន្តមកទៀតបងប្អូនមកមើលពាក្យថា safety and emergency ហើយពាក្យ emergency នេះបងប្អូនទៅពាក្យឃើញហើយកន្លែងសង្គ្រោះបន្ទាន់ដែលគេដាក់ថា emergency ផ្នែកសង្គ្រោះបន្ទាន់ណាបាទអញ្ចឹងបងប្អូនចុចលវាមួយមកបាទបន្តមកទៀតបងប្អូននឹងឃើញអក្សរ3ជួរនេះដែលគេដាក់ថា emergency SOS និងមួយទៀត medical info មួយទៀត emergency contact អញ្ចឹងតាក់ទងជាមួយនឹង emergency contact នេះគឺសម្រាប់យើងadd លេខចូលហើយលេខនោះយើងអាចដាក់លេខសាច់ញាតិបងប្អូនកូនប្រពន្ធឬក៏ថាលេខពេទ្យលេខប៉ូលីសអីគឺយើងអាចដាក់ក្នុងនឹងបានបាទអញ្ចឹងយើង add មកបាទអញ្ចឹងដូចនៅទីនេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ទេឧបមាថាខ្ញុំដាក់លេខណាមួយមើលខ្ញុំបាទលើខ្ញុំដាក់អញ្ចឹងចុះដូចថាខ្ញុំដាក់លេខនេះមួយបាទខ្ញុំ add ចូលបន្ទាប់មកខ្ញុំថយមកវិញហើយខ្ញុំចូលកន្លែង emergency SOS emergency SOS ហើយខ្ញុំមកធ្វើការបើកកន្លែងណាបើកកន្លែងនេះ also send SOS message បាទយើងបើកកន្លែងហ្នឹងឲ្យវាចេញពណ៌ខៀវបាទបើអញ្ចេះបន្តមកទៀតយើងមកមើលខាងក្រោមដែលវាដាក់ថា auto SOS call អញ្ចឹងយើងបើកកន្លែងហ្នឹងមួយទៀតមកឲ្យវាចេញពណ៌ខៀវអញ្ចេះអញ្ចឹងលេខនៅកន្លែងនេះគឺយើងបាន add មួយរួចហើយប៉ុន្តែយើងនៅតែអាច add លេខបន្ថែមបានបាទមិនមែនដាក់បានតែមួយទេណាបាទហើយកន្លែងមួយទៀតដែល
មានឈ្មោះថា medical info នេះយើងចុចលើវាមួយមកហើយបងប្អូនចុចកន្លែងនេះអានេះគេបើវាចេញអក្សរវាដាក់ប្រកាសជាចេញ edit ដែរបាទហើយយើងមកមើលកន្លែងនេះវាដាក់ថា edit emergency information បាទ personal មានន័យថាផ្ទាល់ខ្លួនដូចជាយើងកំណត់ឈ្មោះរបស់យើងពេញមកយើងទីតាំងនៅឯណាហើយយើងត្រូវប្រើឈាមប្រភេទអីគ្រប់អីគ្រប់ O គ្រប់ A អញ្ចឹងមកយើងត្រូវការថ្នាំត្រូវការអីផ្សេងយើងកំណត់ក្នុងនឹងឲ្យហើយអានេះសម្រាប់មុខងារមួយនេះគឺសម្រាប់បងប្អូនដែលមានជំងឺប្រចាំកាយទេបាទមុខងារមួយនេះណាសម្រាប់បងប្អូនដែលមានជំងឺប្រចាំកាយដែលត្រូវការថ្នាំដែលត្រូវការឈាមភ្លាមយើងអាចប្រើនៅមុខងារនឹងបានហើយខាងក្រោមនេះគឺយើងអាច add លេខបន្ថែមបានតាក់ទងជាមួយលេខពេទ្យលេខអីអញ្ចឹងមកព្រោះយើងមានជំងឺប្រចាំកាយអញ្ចឹងណាបាទអញ្ចឹងមុខងារ emergency នេះមានតែប៉ុណ្ណឹងទេហើយបងប្អូនចូលទៅកំណត់តែប៉ុណ្ណឹងបានហើយតែបញ្ជាក់បងប្អូនបន្តិចថាទូរស័ព្ទគ្រប់ប្រព័ន្ធទាំងអស់មានន័យថា Android ក៏មាន iOS ក៏មានក៏ប៉ុន្តែគ្រាន់តែថាវាកម្មវិធីផ្សេងគ្នាប្រព័ន្ធ Android ក៏ដោយប៉ុន្តែវាក្រុមហ៊ុនផ្សេងគ្នាអញ្ចឹងកម្មវិធីវាក៏វាអត់ដូចគ្នាដែរអញ្ចឹងតើបងប្អូនស្រាវជ្រាវតាមនឹងទៅបាទបើសិនបើបងប្អូនមើលវីដេអូខ្ញុំបងប្អូនឃើញវានៅលើនេះទេតែដល់ទៅពេលទៅមើលបងប្អូនអត់ឃើញអញ្ចឹងបងប្អូនsearch មើលតាមនឹងទៀតព្រោះថាវាមានគ្រប់ទូរស័ព្ទទាំងអស់ប៉ុន្តែវាមិននៅកន្លែងដូចគ្នាទេបាទអានេះខ្ញុំចង់បញ្ជាក់អញ្ចឹងណាហើយចាំមើលខ្ញុំធ្វើការ call ឲ្យបងប្អូនមើលហើយមុខងារមួយនេះវាស្រួលតង់ថាយើងទូរស័ព្ទយើងបែកអេក្រង់ឬក៏ថាខូចថាចុចអត់ដើរអីក៏វាអាចនៅតែប្រើប្រាស់បានដោយសារអីដោយសារតែវាមិនប្រើនៅលើថាច់នៅលើនេះនឹងទេអេក្រង់នឹងទេប៉ុន្តែមានទូរស័ព្ទមួយចំនួនក៏វាត្រូវតែមានអេក្រង់ជួយបន្ថែមដែរតែសម្រាប់ទូរស័ព្ទរបស់ខ្ញុំនេះគឺយើងប្រើតែប៊ូតុងបិទបើកមានន័យថានេះកន្លែងបិទបើកនេះយើងប្រើតែកន្លែងនឹងមួយគឺបានហើយវាអត់មានត្រូវថាចុចកន្លែងនេះហើយត្រូវមកប្រើនៅលើអេក្រង់បន្ថែមទេបាទអញ្ចឹងយើងជាហ៊ានដំបូងហ្នឹងគឺយើងត្រូវចុចកន្លែងនេះពេលដែលយើងកំណត់ហើយយើងចុចកន្លែងនេះឲ្យបាន5ដងក៏ប៉ុន្តែមិនមែនយើងចុច1ហើយបញ្ចុច2ចុច3នោះទេគឺយើងត្រូវចុច1 2 3 4 5តែម្ដងបាទបានវាដំណើរការបាទអញ្ចឹងឧបមាខ្ញុំចុចនេះ1 2 3 4 5 6 1 2 3 4 5 1 2 3 4 5នេះអញ្ចឹងនេះតើតែយើងចុចឲ្យជាប់ដែរបងប្អូនបើយើងចុចមិនជាប់ទេគឺវាអត់ចូលទេប៉ុន្តែដោយសារថាដៃខ្ញុំកាន់ថតមកចំហៀងចុចអានេះមកចំហៀងអញ្ចឹងវាអាចមានបញ្ហាបន្តិចតួចប៉ុន្តែបើបងប្អូនចុចនេះត្មងចុចតែ5ដងហើយចុច1 2 3 4 5គឺវានឹងដំណើរការនៅមុខងារហ្នឹងហើយបងប្អូនមើលនេះកន្លែងនេះគឺវាចាប់ផ្ដើមcall ហើយកន្លែងនេះវាដាក់ថា emergency contact have been notified by message បាទ by SMS ហើយពេលដែលវាកំពុងដំណើរការអញ្ចឹងនៅទូរស័ព្ទម្ខាងទៀតនឹង
មាន load SMS នឹងធ្វើការ call គឺយើងអាចសន្ទនាគ្នាបានបាទអញ្ចឹងមុខងារនេះគឺមានតែប៉ុណ្ណឹងទេហើយសង្ឃឹមថាបងប្អូនអាចយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពចុះបាទហើយបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនអាច share ម្នាក់មួយទៅសម្រាប់ឲ្យបងប្អូនផ្សេងទៀតគាត់បានឃើញនៅមុខងារសង្គ្រោះបន្ទាន់មួយនេះផងបាទសូមអរគុណ